បាទជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះពងពៅមកពី V1 ហើយនេះដែរគឺជាវីដេអូហ្គេមដែលយើងធ្វើនៅដើម្បី midterm ហើយមុននឹងដល់ demo game យើងនឹងបង្ហាញវាថាវា work យ៉ាងម៉េចវាដើរយ៉ាងម៉េចអីយ៉ាងម៉េចហើយដែលជាដំបូងខ្ញុំនិយាយលើจุดសំខាន់ចំនួន3ដែលមាន level generator ទី2 game manager ទី3 object pool ហើយចំពោះ level generator ហ្នឹងយើងប្រើវាដើម្បី generate នៅ level path ផ្សេងៗសម្រាប់ឲ្យ player លេងជាមួយกับបំពេញវាដែលមាន start game middle game ហើយនិង end game ចំពោះ start ហ្នឹងគឺពេលយើងចុច play ទៅយើង set up ឲ្យ player នៅកន្លែងដែរ start game ហើយចំពោះ middle game ហ្នឹងគឺជាកន្លែងដែរពេល player ដាក់ទៅគឺមាន generate ជា structure ឬមួយគឺជា enemy អីហ្នឹងហើយទី2គឺ end គឺជាកន្លែងដែល complete game ហើយចំពោះ game manager ហ្នឹងគឺជាកន្លែងដែលយើង set mission ឲ្យ player យើងហើយចំពោះកន្លែងនេះខ្ញុំយកខាង mission មានន័យថាយើងកំណត់ពេលវេលាដើម្បី kill boss ហើយយើងដល់ទីបញ្ចប់នៃ game របស់យើងហ្នឹងហើយចំពោះ object pool ហ្នឹងតាក់ទងទាំង mission ផ្សេងពួកអីខ្ញុំប្រើវាដើម្បី pick up weapon or armor អីផ្សេងចឹងទៅអញ្ចឹងអស់ហើយលោកគ្រូអញ្ចឹងយើងចូលទៅដល់ gameplay ទាំងអស់គ្នានេះគឺជា gameplay របស់ពួកយើងចំពោះ level generator វាជា level web start ពេលយើងដើរដល់ទៅខាងមុខទៅគឺវានឹង generate structure យើងជាបន្តបន្ទាប់ជាមួយនឹង enemy ផងដែរហើយចំពោះ mission ហ្នឹងគឺយើងយក timer បើសិនជាយើង kill enemy អត់អស់ក្នុងរយៈពេល5នាទីទេយើងនឹងចាញ់ទៅស្វ័យប្រវត្តិចឹង we need to link down ពួក enemy គឺមានយើងបែងចែកជា level ផងដែរគឺមាន start ហើយនិង middle game ហើយជាមួយនឹង end game ដែលយើងបែងចែកវាទៅតាមកម្រិតដែលមានពីខ្សោយទៅមធ្យមហើយទៅខ្លាំងផងដែរហើយយើងក៏មាន start ជា position ផ្សេងៗបើសិនតែយើងនៅចិត្ត enemy វារត់នៅមិនមែនអីមែនឬមួយក៏ enemy ខ្លះតើយើងទៅនៅកម្រិតណាបានវាដេញបាយឬមួយក៏ដេញបាញ់យើងចឹងដែរដាក់ខំមួយអូខេmaybe យើងត្រូវតបោះទី1ខាងនេះយើង set up បោះពីយ៉ាងណាសម្រាប់បោះទី1នៅយើងគឺ hammer អូខេចឹងសម្រាប់បោះហ្នឹងដែរយើងត្រូវការនៅឆ្ងាយពីវាដើម្បីកុំឲ្យត្រូវ damage ពេលណាយើងត្រូវយើងអាចស្លាប់បានភ្លាមនេះជាបោះចុងក្រោយរបស់យើងឯង flamer ចឹងយើងសល់2នាទីទៀតយើងត្រូវបន្តក៏ដើរបានលឿនជាទីបំផុត
ចឹងយើងមកដល់គោលដៅរបស់យើងហើយយើង complete the game អរគុណគ្រូសេចក្ដីការទស្សនាការ demo របស់ខ្ញុំបាទផងណាសូមអរគុណគ្រូ